នេះគឺជាសកម្មភាពដាំឈើតាមទាំងអោកនៅមណ្ឌលទទួលពលករកំរៀងនៅខេត្តបាត់ដំបងហើយមណ្ឌលទទួលពលករនៅស្រុកកំរៀងនេះគឺនៅជាប់ព្រំដែនបាទព្រំដែនអន្តរជាតិដូងបាទហើយថ្ងៃនេះមកបង្រៀនដល់មន្ត្រីជួរមុខបាទខាងព្រំដែនប៉ូលីសព្រំដែនហ្នឹងឲ្យយល់ដឹងអំពីសញ្ញាណនៃអង្គើជួញដូរមនុស្សដើម្បីពួកគាត់អាចមានពុទ្ធិក្នុងការកត់សម្គាល់ថាជនឆ្លងកាត់ច្រករបស់គាត់ហ្នឹងតើវាអាចជាសញ្ញាណមួយពាក់ព័ន្ធនឹងការជួញដូរមនុស្សអត់អាចជាជនរងគ្រោះឬក៏មេខ្យល់អីជាដើមហ្នឹងដើម្បីគាត់ជួយអន្តរាគមន៍ទាន់ពេលវេលាដោយសហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀតហើយបើសិនជាប្រិយមិត្តចង់យល់ដឹងបន្ថែមអំពីអង្គើជួញដូរមនុស្សហ្នឹងអាចបើកមើល website របស់គណៈកម្មការជាតិប្រយុទ្ធឆាងអង្គើជួញដូរមនុស្សបាទ address វាគឺ www.ncct.gov.kh បាទឬក៏តាមដាន Telegram ផ្លូវការយើងក៏បានដែរ